សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មានសេចទុយទៀតណា Admin មកបន្តភាគទៀតហើយរឿងក្រុមពលីកំពូលវល់ក្នុងភាគ3នេះតែមុនបន្តសាច់រឿងក្នុងភាគនេះសម្រាប់អ្នកដែលមិនទាន់ជួយចុច Subscribe នៅលើ Channel របស់ខ្ញុំកុំភ្លេចជួយចុចម្នាក់មួយផងណាដើម្បីទទួលបាននូវវីដេអូរឿងថ្មីៗទៀតណោះអញ្ចឹងអរគុណទុកជាមុនណាតើបន្តសាច់រឿងរបស់យើងតែម្ដងដោយការពិភាក្សាមុនណាមិនពូរីយកនឹងក៏ភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលដែលលទ្ធផលកសោវិច័យចេញមកថាគឺជារឿងក្តីឃាតកម្មនោះហើយប្រុសក្មេងផាន់ស៊ីកវិញក៏ត្រូវបានប្រធានក្រុមនឹងមកឡើងថ្លៃដោយសារតែចង់រត់លេងជាមួយនឹងកូនក្មេងលោកក្រោយមកទៀតខាងពេទ្យកសោវិច័យជាតិនឹងក៏បានខំរកពូរីយកនឹងដែលអ្នកគ្រូពេទ្យនឹងមានឈ្មោះថាអ៊ុនខ្ចុងហើយក៏បានសួរថាតើលោកមានអីប្រឆាំងជាមួយនឹងពួកយើងមែនហេតុអីបានជាលោកបញ្ជូនប៉ូលីសស៊ើបអង្កេតជាងមកពូរីយកក៏រៀងឆ្ងល់បន្តិចដែរនៅពេលដែលឮសំណួរហ្នឹងមិនឲ្យអ៊ុនខ្ចុងនឹងសួរសំណួរនឹងទៅចម្លែកដោយសារតែពេលប្រុសក្មេងផាន់ស៊ីករបស់យើងនឹងទៅយកលទ្ធផលកសោវិច័យនឹងពេទ្យក៏អត់ទាន់ធ្វើកសោវិច័យហើយទេអញ្ចឹងគាត់ក៏បានឃើញនៅពេលដែលពេទ្យនឹងវះគ្រឿងក្នុងយកមកពិនិត្យមើលហ្នឹងគេវះគ្រឿងក្នុងមួយហ្នឹងគាត់ចាប់ផ្ដើមភើហ្គាសម្ដងគេវះគ្រឿងក្នុងទី2ទី3ហ្នឹងគាត់ក៏ចាប់ផ្ដើមភើម្ដងតិចម្ដងតិចប៉ុន្តែសុខចិត្តទ្រាំអត់ព្រមដែរចេញពីបន្ទប់កសោវិច័យហ្នឹងទេសុខចិត្តទ្រាំទ្រាំលេបអាភើដែលចង់កូតចេញមកហ្នឹងលេបទៅក្នុងពោះវិញគឺហើយឡើងចឹងហើយព្រមចេញពីបន្ទប់ហ្នឹងទៀតដល់ទ្រាំចោលទ្រាំឡើងហ្នឹងចាប់ផ្ដើមហឹងទៅជាស្វាងភ្នែកកាន់តែតុនទៅជាក៏ស្រាប់ឮសៅបូករួមជាមួយនឹងពាក្យសម្ដីរបស់ពេទ្យនៅក្នុងបន្ទប់កសោវិច័យហ្នឹងគឺគាត់និយាយឆៅទៅតាមអ្វីជាក់ស្ដែងហើយជាមួយនឹងរូបភាពដែលបានឃើញស្ដែងចឹងទៀតហ្នឹងគាត់រត់ទៅហឹងទៅជាទៀតហើយនៅទល់នឹងមុខតែបន្តែដូចឮសំឡេងនៅឆ្ងាយខ្លាំងមែនតើសៅទៅណាមួយសន្ទុះក្រោយមកទ្រាំលេងបានទៅលេងយកហើយឡើងពេទ្យក្នុងបន្ទប់កសោវិច័យហ្នឹងថាចាំមកទឹកមុខរបស់ប្រុសក្មេងយើងហ្នឹងចាថាទៅលេងចុះហើយវ៉ាមកតែម្ដងគាត់ដាក់ក្នុងបន្ទប់កសោវិច័យគេហ្នឹងសាច់កាប់មកវូដូចទៅយកបំទឹកដូចទឹកធ្លាក់នឹងធ្លាក់ពីលើជ្រុះមកអញ្ចឹងហើយមិនឲ្យពេទ្យគេទៅសួរទៅចម្លែកហើយគាត់ដល់ឡើងហូរទឹកភ្នែកពេទ្យគេឡើងគាំងតែម្ដងសួរថាញ៉ាំអីក៏ច្រើនម្លេះសំណួរនោះអត់ខ្ចីឆ្លើយមួយពេទ្យទៀតសើចឡើងហេតុដាក់គេហ្មងលឺរឿងទាំងហ្នឹងហើយនឹងពូរីយកនេះវិញក៏ចង់ចត់បាយដែរក៏ប៉ងឲ្យជួយចត់អញ្ចឹងផងនឹងក៏ឃើញសម័យខ្លួននឹងបង្ហាញខ្លួនហើយគាត់នឹងចូលប្រជុំល្មមបន្ទាប់ពីនឹងពួកគេអង្គុយវិភាគពីមូលហេតុដែលឃាតករនោះសម្រាប់លឹមដងអ៊ីលនោះមីនសក៏បានសួរឡើងថាមានការទូទាត់លុយធានារ៉ាប់រងអីណៃយ៉ាងវ៉ាណាក៏បានឆ្លើយថាអត់មានទេសូម្បីតែធានារ៉ាប់រងសុខភាពឯកជនមានតែធានារ៉ាប់រងសុខភាពសាធារណៈតែប៉ុណ្ណោះហើយពេលដែលប្រុសក្មេងរបស់យើងនឹងចង់បញ្ចេញយោបល់ហ្នឹងពូរីយកនឹងខាត់ភ្លាមតែម្ដងព្រោះថាកំពុងមុំមកពីគាត់តែប្រធានក្រុមក៏បានអនុញ្ញាតឲ្យផាន់ស៊ីកនឹងបញ្ចេញយោបល់ទៅគាត់និយាយថានឹងមានវិធីសាស្ត្រផ្សេងចេញមកភ្លាមគឺសំណួរគ្មានចម្លើយផ្លែតតែម្ដងដែលគាត់គិតថាពិរុទ្ធជននឹងអាចមិនមែនជាមនុស្សដែលដងអ៊ីលនឹងស្គាល់ទេនិយាយបានត្រឹមប៉ុណ្ណឹងយ៉ាងវ៉ាន់នឹងក៏កាត់ផ្លែតថាមានអីដែលមិនស្គាល់មិនមានស្លាកស្នាមបង្ខំឲ្យចូលឬក៏ស្លាកស្នាមនៃការតស៊ូអីទេឬក៏អញគិតថាពិរុទ្ធជននោះចែកដំយកខ្ជុងនឹងថ្នាំបំពុលត្រីទៅមែននឹងអាចចំណុចរឿងថ្នាំបំពុលត្រីអីហ្នឹងខ្ញុំបញ្ជាក់បន្តិចលទ្ធផលកសោវិច័យក្នុងខ្លួនរបស់ដងអ៊ីលហ្នឹងគឺឆែកឃើញថាមានថ្នាំពុលម្យ៉ាងដែលមានឈ្មោះថាតេត្រូដូតូស៊ីនហើយថ្នាំពុលហ្នឹងខ្ញុំជឿថាអ្នកទាំងគ្នានឹងចាំឈ្មោះហ្នឹងហ្មងព្រោះខ្ញុំធ្លាប់ធ្វើរឿងតាក់ទងនឹងថ្នាំពុលហ្នឹងដែរផាន់ស៊ីកក៏តបថាអាចដែរតែប្រតិជននោះរៀបចំផែនការបានយ៉ាងល្អប៉ុន្តែគាត់និយាយបានកណាត់នឹងគេក៏កាត់ទៀតហើយលើកនេះគឺខាងស្រីកាន់ម្ដងដោយមានសនិយាយតបពីគាត់ថារបស់គាត់មិនត្រូវបានគេលួចយកទៅហើយថែមទាំងគ្មានស្លាកស្នាមដែលត្រូវបានរកឃើញនៅកន្លែងកាត់ហេតុទៀតនោះផាន់ស៊ីកនឹងក៏ចិត្តតែវិភាគតទៀតណាហើយចង់បើសិនជាគេជាចោរដែលស្មោះត្រង់មិនលួចទ្រព្យសម្បត្តិរបស់អ្នកដទៃនោះហើយមានចោរណាស្មោះត្រង់លោកហត់នៅក្នុងការស្ដាប់ការវិភាគរបស់គាត់ណាពូរីយកនឹងក៏ដេញឲ្យគេនឹងទៅអង្គុយកន្លែងណាវិញទៅហើយមេក្រុមរបស់យើងនឹងក៏បានប្រាប់ពួកគេឲ្យឈប់វិភាគអីទៀតទៅព្រោះថាវិភាគមួយថ្ងៃហើយគ្មានឃើញពលឺអីសោះគាត់ថាថែមទាំងបានហាមពួកគេដាច់ខាតតែម្ដងលើកនេះថាត្រូវតែប្រកាសថាព័ត៌មានលម្អិតនៃការស៊ើបអង្កេតនឹងគឺហាមបែកធ្លាយជាសាធារណៈឲ្យសោះហើយក៏សូមឲ្យជៀសវាងតាក់ទងជាមួយនឹងអ្នកសារព័ត៌មានមួយរយៈយល់អត់ប៉ូលីសស៊ើបអង្កេតមកពូរីយកនឹងក៏តបមកវិញលឿនថាខ្ញុំយល់ហើយដល់គេដាក់ចេញតែបាត់នឹងគាត់ក៏ឆ្ងល់ថាមិនបានជាគេនឹងហាមគាត់តែម្នាក់ដោយសារតែយើងនឹងមករៀងល្អជាងគេបន្ទាប់ពីនឹងយូប៊ីណាក៏បានមកឆែកមើលផ្ទះរបស់លឹមដងអ៊ីលនឹងម្ដងទៀតមកដល់អ្វីដែលគាត់សង្ស័យនឹងគឺរឿងចានឆ្នាំងដែលប្រឡាក់មិនទាន់លាងប៉ុន្តែកែវពីរនឹងគឺត្រូវបានលាងហើយបាត់ហើយក៏មានដានខ្ជុងថ្មដែលត្រូវបានដុតហើយនៅក្នុងបន្ទប់ហ្នឹងហើយទ្វារខាងក្រោយមួយទៀតនឹងត្រូវបានបិទស្កុតឡើងចិត្តអស់ហើយដូច្នេះហើយនៅក្នុងផ្ទះហ្នឹងគឺមានទ្វារចេញចូលតែមួយខាងមុខហ្នឹងទេបន្ទាប់ពីឃើញសភាពនៅក្នុងផ្ទះហ្នឹងហើយហ្នឹងយូប៊ីណាក៏បានសន្និដ្ឋានក៏ដូចជាសម័យឃើញរូបភាពនៅពេលដែលកាត់ឡើងនោះតែពេលនោះវាគឺជាពេលយប់លឹមដងអ៊ីលគឺបានលឺណាគេម្នាក់នឹងចុចកណ្ដឹងនៅខាងមុខហើយគាត់ក៏បានតែបើកទ្វារឲ្យហើយយូប៊ីណាក៏គិតឃើញថាមានភ្ញៀវដែលអត់បានអញ្ជើញនឹងបានមកដល់ដងអ៊ីលក៏បានបើកទ្វារគេចូលតាមស្រួលទៀតដែលម្នាក់ហ្នឹងគឺពេលឲ្យភ្លៀងឡើងចិត្តមុខតែម្ដងបន្ទាប់មកដងអ៊ីលក៏បានទៅយកកែវពីររបស់ខ្លួនហ្នឹងមកទទួលកាហ្វេរបស់គេធម្មតាចឹងទៅប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងអត់ទាន់តែបានផឹកកាហ្វេហ្នឹងផងហ្នឹងម្នាក់នៅក្នុងឈុតអាវភ្លៀងហ្នឹងក៏បានចង្អុលឲ្យដងអ៊ីលទៅយកអីមកម្យ៉ាងគ្រាន់តែដងអ៊ីលងើបចាញ់ទៅភ្លាមហ្នឹងគេក៏បានចាត់ថ្នាំពុលតេត្រូដូតូស៊ីននឹងចូលទៅក្នុងកែវកាហ្វេរបស់ដងអ៊ីលហ្នឹងលោកដងអ៊ីលហ្នឹងត្រឡប់មកដល់តុវិញហើយនឹងគាត់ក៏លើកកែវកាហ្វេរបស់គាត់ហ្នឹងផឹកធម្មតាអញ្ចឹងទៅប៉ុន្តែលទ្ធផលដែលគាត់ទទួលបានហ្នឹងគឺវាមិនធម្មតាមិនមែនជារសជាតិកាហ្វេដែលគាត់ធ្លាប់ញ៉ាំរហូតដងទេគឺវាធ្វើឲ្យគាត់នឹងដួលខ្ពកទៅនឹងក្រោភ្លាមនឹងតែម្ដងតែបន្ទាប់ពីដួលចឹងហើយនឹងគឺគាត់មិនទាន់ស្លាប់ភ្លាមទេអាសាធាតុពុលហ្នឹងគឺធ្វើឲ្យខ្លួនរបស់គាត់នឹងទៅជាស្ពឹកនិយាយមិនកើតកម្រើកក៏មិនបានណាប៉ុន្តែនៅដងលើទាំងអស់លុះត្រាតែពុលយូរទៅនឹងនៅក្នុងខ្លួនយូរទៅនឹងទៅអាចធ្វើឲ្យស្លាប់បាន
ហើយអ្នកឲ្យកុំសួរថាខ្ញុំអ្នកប្រកាសឆ្នាំពលនឹងមិនមែនបានយល់អញ្ចឹងគឺខ្ញុំឆែកមើលទេអញ្ចឹងបើមានកន្លែងណាខុសឆ្គងកុំប្រកាន់នេះចង់ដឹងបន្ថែមឆែកមើលខ្លួនឯងទៀតទៅបន្ទាប់ពីដងអ៊ីលឡើងក៏ដួលទៅអញ្ចឹងហើយហ្នឹងអាម្នាក់ឈុតអាវភ្លៀងហ្នឹងក៏បានទាញដងអ៊ីលឡើងយកទៅដាក់នៅកណ្ដាលផ្ទះលក់អស់មកដល់កណ្ដាលបន្ទប់ហ្នឹងហើយហ្នឹងគេក៏ឈប់ថ្មឹងនៅហ្នឹងហ្មងយូប៊ីនក៏ឆ្ងល់ថាមិនបានជាម្នាក់ហ្នឹងមកឈប់នៅកន្លែងហ្នឹងអញ្ចឹងតែគេក៏ពុំមានអារម្មណ៍ថាខុសឆ្គងមែនប៉ុន្តែបើសិនជាមិនមែនទេហ្នឹងតាហេតុអីសំណួរនៅតែមានចម្ងល់នៅតែមានសំណួរបន្តអត់មានចម្លើយលុះពេលដែលយូប៊ីនណាត្រឡប់មកដល់ប៉ោះវិញហ្នឹងស្រាប់តែឃើញមីនសហ្នឹងកំពុងតែអង្គុយជីសេះជាប់របស់កូនក្មេងហ្នឹងសប្បាយហឺហែអឹងកងខ្លាំងមែនតែនដូចថាពីទូចហ្នឹងគ្នាលេងវាមិនឆ្អែតហើយតើឲ្យគ្នាលេងបន្តិចទៀតតែអត់ទេណាប្រធានក្រុមហ្នឹងចិត្តអាក្រក់ខ្លាំងណាស់ណាបើកញ្ចក់ភ្លាមហៅគ្នាផ្លែតឡើងគ្នានេះមានអារម្មណ៍ថាម៉ាស់តែម្ដងគាត់ក៏បានសួរនាងថាបលីសឹមកេសកំពុងធ្វើអីខាងស្រីនឹងក៏បានតបមកវិញចាក់ប្រធាននៅក្នុងកំពុងធ្វើនឹងទៅថាកំពុងរងចាំតាក់ស៊ីគាត់ក៏សួរនាងទៀតថានាងនឹងទៅណាមែនមីនសតែមិនឆ្លើយបានថាខ្ញុំនឹងទៅឆឹងប្រធានក្រុមនឹងក៏កាត់គេវឹបទៅឆឹងជួទៅកន្លែងរបស់លីមដងអ៊ីលមែនធ្វើឲ្យមីនសនឹងគ្រឹតខ្លាំងមែនតែនថាបើសិនជាសួរសំណួរនាងអញ្ចឹងហើយនឹងឆ្លើយខ្លួនឯងអញ្ចឹងសួរធ្វើអីគេស្ដីឲ្យអញ្ចឹងប្រធានក្រុមនឹងក៏ថាត្រូវហើយសុំតដល់គេសុំតហើយណាមីនសក៏ព្រមប្រាប់គេតាមសម្រួលទៅពីរឿងដែលនាងចង់ទៅឆឹងជួនោះដោយសារតែបនសពរបស់លីមដងអ៊ីលគឺនៅថ្ងៃស្អែកនេះហើយដូច្នេះហើយនាងគិតថាវាក៏ជាការប្រសើរដែរដែលជួយដំណឹងទៅដល់គ្រួសារសពដោយផ្ទាល់នោះលើអញ្ចឹងប្រធានក្រុមយូប៊ីណាក៏បានបបួលគេនឹងជិះឡានទៅមួយគ្នាតែម្ដងទៅប៉ុន្តែមិនទាន់ទៅដល់ទីតាំងផងទៅបានពាក់កណ្ដាលផ្លូវហ្នឹងមីនសក៏ទទួលបានទូរស័ព្ទពីពូរិយុកដែលខំមកប្រាប់ដំណើរអាក្រក់មួយទៀតហើយរឿងក្តីនេះមិនទាន់បែកចេញផងហ្នឹងក៏ស្រាប់តែមានអ្នកស្លាប់ទៀតហើយអ្នកស្លាប់ដឹកនេះហើយគឺជាតារាល្បីរបស់យើងកាំងមីនចែនឹងឯងដែលគាត់ត្រូវបានគេឃើញថាធ្លាក់ពីជាន់ខុនដូគាត់មកស្លាប់នៅខាងក្រោមហ្នឹងfan ស្រីរបស់គាត់ហ្នឹងគឺយំខូចចិត្តខ្លាំងមែនតើឡើងហូរពេញហ្នឹងតែម្ដងហើយពេលដែលប៉ូលីសរបស់យើងទាំងពីរនាក់ហ្នឹងមកមើលដើម្បីត្រួតពិនិត្យសារសពអីហ្នឹងក៏ fan របស់មីនចែណាសម្រុកចូលមកក្រុមប៉ូលីសហ្នឹងឡើងស្រូតែម្ដងហើយនៅគ្នាដាក់តាមសារសពរបស់មីនចែដែលត្រូវបានគេសែងយកទៅហ្នឹងឡើងដូចខ្មុំតែម្ដងហើយក៏គៀងបានទាំងប៉ូលីសប្រុសស្អាតរបស់យើងហ្នឹងទៅម្នាក់ដែរបន្ទាប់ពីហ្នឹងពួកគេហ្នឹងក៏នាំគ្នាមកអង្គុយមើលវីដេអូបែកធ្លាយរបស់កាំងមីនចែកាលពីយប់មិញហ្នឹងដែលគាត់បានប្រាំអំពើហិង្សាទៅលើបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនជាមួយនឹងគ្នាហ្នឹងវីដេអូហ្នឹងបែកធ្លាយនៅក្នុងម៉ោង 11 យប់លុះឈានចូលដល់ម៉ោង 3 ព្រឹកថ្ងៃបន្ទាប់ហ្នឹងគេក៏បានឃើញគាត់ធ្លាក់ពីលើខុនដូហ្នឹងមកស្លាប់ហ្នឹងខុនដូដែលកាំងមីនចែរស់នៅហ្នឹងគឺជាខុនដូដែលល្បីឈ្មោះមកកន្លែងហើយក៏មានតែយ៉ាងវ៉ាន់ម្នាក់ទៀតដែលស្គាល់ថាខុនដូហ្នឹងគឺជាខុនដូដែលល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េនោះដឹងតែគាត់នឹងឯង4នាក់ទៀតហ្នឹងគឺថាណូវេហើយមិនដឹងទេហើយកាំងមីនចែហ្នឹងគឺរស់នៅក្នុងខុនដូជាន់ទី47នៅយប់កើតហេតុហ្នឹងបង្អួចខុនដូរបស់គាត់ខាងក្រៅហ្នឹងអត់បើកទេចំណុចដ៏សើបមួយទៀតមុនរដូវស្លឹកឈើជ្រុះហ្នឹងក៏ឃើញមានកំណត់ត្រាអត្តឃាតមួយត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គាត់កញ្ញាមីនសហ្នឹងរៀបរាប់ពីរឿងនឹងបណ្ដាហ្នឹងក៏កវី3របស់ខ្លួនបណ្ដាចឹងទៅកវីចុះកវីឡានក៏ផ្លង់ចេញបាត់ដល់ចឹងទៅតាណារួចមិនវារកអានរក notification ក្នុងកុំព្យូទ័ររបស់នាងក៏ម្ចាស់សាហាវអាពេលដែលគេកំពុងតែអន់រកបិចហ្នឹងឥឡូវឡើងនៅលើអេក្រង់ឲ្យគ្រប់គ្នានឹងបានឃើញតែម្ដងថានាងសបើសិនជាការទល់ល្មើសរបស់នាងនៅតែបន្តរយៈពេល5ថ្ងៃទៀតនឹងសុំមករកពួកយើងប្រហែលអ្នកនេះឃើញហើយឡើងខាំងតែម្ដងលុះពេលដែលគ្នារើបិចបានហើយហ្នឹងមើល4អ្នកហ្នឹងអង្គុយសម្លឹងមុខនេះឡើងថ្លៃតែម្ដងអើយនិយាយមែនអត់មានទុកមកឲ្យគ្នាសោះហ្មងឯងដល់បានហ្នឹងទៅនាងឡើងឆ្ងល់ហ្មងសួរពួកគេថាមានរឿងអីមែនតែម្នាក់អត់មានឆ្លើយទេហើយប្រធានក្រុមក៏បង្វែងរឿងនិយាយឡើងថាខ្ញុំគិតថាខ្ញុំនឹងចេញទៅកន្លែងកាត់ហេតុមានសគ្នាក៏ឆ្លើយផ្លែតែខ្ញុំត្រៀមខ្លួនដើម្បីទៅហើយលើតែអញ្ចឹង4អ្នកហ្នឹងហាមនាងព្រាតហើយយ៉ាងវ៉ាន់ហ្នឹងក៏ស្ម័គ្រចិត្តស្ម័គ្រកាយនឹងទៅជាមួយនឹងប្រធានក្រុមទៅមានសគ្នាឆ្ងល់ឡើងកាំងផ្លោកនឹងហ្នឹងឯនេះគ្រាន់តែនាងនិយាយឡើងថាខ្ញុំនឹងទៅដែរពួកគេនឹងហាមម្ដងទៀតហើយលុះបើកឡានមកដល់ចរាចរណ៍ហ្នឹងយូប៊ីនក៏បានសង្កេតឃើញថាមានកាមេរ៉ាសុវត្ថិភាពប្រមាណគ្រាប់ដែរលុះចូលដល់កន្លែងរីសិបគេហ្នឹងក៏ឃើញថាមានមួយគ្រាប់ទៀតប៉ុន្តែភ្លាមហ្នឹងគាត់ក៏សង្កេតឃើញថាពេលដែលមានអ្នកយកអីវ៉ាន់យកអីចូលក្នុងខុនដូហ្នឹងគឺពាក់មួកសុវត្ថិភាពឡើងចិត្តមុខហ្មងបើមើលទៅតាមការចេញចូលហ្នឹងទៅគឺអត់សូវសិចខ្ជួហ្មងទេនិយាយអំពីទំហំខុនដូរបស់កាំងមីនចែហ្នឹងវិញគឺធំខ្លាំងមែនតើយូប៊ីណាក៏សង្កេតឃើញថានៅក្នុងធុងសម្រាប់របស់គេហ្នឹងមានសម្បកស្រាថ្លៃដល់ទៅ2ដបបើនិយាយពីទូទឹកកកគេវិញឡើងមានរបៀបរៀបរយខ្លាំងមែនតើហើយឡើង healthy តែម្ដងសុទ្ធតែសាឡាត់ជាន់ខុនដូរបស់មីនចែហ្នឹងក៏មានយកដ៏ធំទូលាយមួយដូចគ្នាដែលមើលធ្លុះតាំងពីជាន់47ហ្នឹងរហូតដល់ជាន់ក្រោមឯណោះនៅក្នុងបន្ទប់ខុនដូរបស់គាត់ហ្នឹងគឺមានតាំងរូបថតស្និទ្ធស្នាលជាច្រើនព័ត៌មានគាត់ជាមួយនឹងថេសិកបន្ទាប់ពីយូប៊ីណាដើរមើលបានបន្តិចទៀតហ្នឹងក៏ឃើញយ៉ាងវ៉ាន់ណាបានមកដល់បន្ទប់ហ្នឹងដែរហើយដែលមុនមិញគឺគាត់តែសុំកូពីវីដេអូកាមេរ៉ាសុវត្ថិភាពពីគេយូប៊ីណាក៏បានប្រាប់កូនក្រុមរបស់ខ្លួនថាមើលទៅកាំងមីនចែហ្នឹងដូចជាមនុស្សដែលខ្លាចខ្ពស់ព្រោះមើលតាមរយៈយករបស់គេនៅខាងក្រៅហ្នឹងឃើញតែគេនឹងមិនដែលប្រើយកហ្នឹងទេវ៉ាន់ណាក៏ឆ្ងល់សមហេតុផលដែរថាបើសិនជាគេខ្លាចខ្ពស់មិនបានជាគេមករស់នៅក្នុងបន្ទប់ខុនដូខ្ពស់យ៉ាងនេះទៅវិញចំណុចរបស់យូប៊ីណាអាចដែរតែគេនឹងចង់ជំនះការខ្លាចខ្ពស់ហ្នឹងភ្លាមហ្នឹងពួកគេទាំងពីរនាក់ដូចជាភ្ញាក់ផ្អើលបន្តិចដែរនៅពេលដែលឮសំឡេងគោះទ្វារនៅខាងមុខលុះដល់យ៉ាងវ៉ាន់ហ្នឹងមកឆែកមើលទៅនឹងក៏ឃើញថាគឺជាអ្នកដឹកជញ្ជូនកាហ្វេយកមកឲ្យពួកគេហើយថែមទាំងប្រាប់ទៀតថាបងលុយរួចរាល់ហើយទៀតអ្នកដែលកំងកាហ្វេហ្នឹងគ្មានណាគេឆ្ងាយទេគឺជាប្រធានក្រុមនឹងឯងដែលសារតែយប់នេះគឺគាត់ត្រូវនៅទីនេះរៀងយូរបន្តិចដែរប៉ុន្តែយ៉ាងណាមិញគាត់នឹងមិនប្រាប់ចឹងវ៉ាន់ទេតែគាត់នឹងនៅទីនេះដើម្បីធ្វើអីនោះគាត់ក៏ឲ្យយ៉ាងវ៉ាន់ណាត្រឡប់ទៅផ្ទះវិញមុនទៅលុះចេញទៅពីបន្ទប់គេមកហ្នឹងយ៉ាងវ៉ាន់ណាគឺជាមនុស្សដែលចង់បានខ្លាំងមែនតើឃើញអ្នក delivery កាហ្វេមកមិញអត់ទាន់ទៅវិញហ្នឹង
គាត់ក៏ឆ្លៀតមកសុំបន្ទុកពីកាហ្វេដែលបានដឹកមកមុនមិញហ្នឹងប៉ុន្តែមិនទាន់តែបានឲ្យលេខទូរស័ព្ទទៅកាន់គេផងហ្នឹងគាត់ក៏ទទួលបានទូរស័ព្ទពីពូរីយកល្មមពូរីយកហ្នឹងបានតែមកប្រាប់ថាគាត់គិតថាពួកគេនឹងបានរកឃើញឃាតករហើយបន្ទាប់ពីភ្ញាក់ផ្អើលបន្តិចហ្នឹងអញ្ចឹងវ៉ាន់ក៏បានសួរថាជាណាគេបន្ទាប់ពីនឹងពួកគេទាំង3នាក់ហ្នឹងកំពុងខ្លំមើលជនសង្ស័យដែលកំពុងដើរមកហ្នឹងហើយគេមិនទាន់ចុះទៅចាប់ទេគេចាំឲ្យចូលមកគៀកសិនអញ្ចឹងអាពេលដែលកំពុងរងចាំហ្នឹងពូរីយកហ្នឹងគាត់ល្មាស់ដៃគាត់ចង់វាយមូសមិនវាយត្រូវមួយណាបើជាវាយត្រូវភ្លើងនៅក្នុងឡានហ្នឹងបិទបើកទាំង3នាក់ហ្នឹងម្ដងតិចហ្នឹងបាទភ្លើងហ្នឹងធ្លាក់មកទៀតអូយកំពុងមនុស្សមកនិយាយមែនឲ្យពៀនមកនិយាយមែនអារឿងវល់ហ្នឹងបន្ទាប់ពីគេសម្រួលអាភ្លើងហ្នឹងហើយខ្ញុំនេះចង់កាំងបេះដូងជំនួសពួកគាត់ទាំង3នាក់ហ្នឹងដោយសារជនសង្ស័យដែលពួកគាត់កំពុងឃ្លាំមើលហ្នឹងក៏កំពុងជំតិតគត់សម្លឹងមើលពួកគេហ្នឹងពីក្រៅឡានមកដូចគ្នាបន្ទាប់ពីកាំងអស់ប្រហែលវិនាទីហ្នឹងទាំងសងខាងហ្នឹងហ្មងប្រើក្បាច់មកចែកឲ្យពីកំណត់ហ្នឹងរត់ប្រែនប៉ូលីសដេញចាប់ជនសង្ស័យហ្នឹងរត់គេចចេញពីប៉ូលីសចឹងទៅមានសតឲ្យប្រុសៗរត់តមុនណោះសុំចងខ្សែស្បែកជើងឲ្យហើយសិនហើយមើលរឹកពីគេផងឡើងដូចអតាពលិករត់ប៉ុណ្ណឹងចឹងហើយមែនកញ្ញានឹងខ្លួនតូចតែខ្លួនទេប៉ុន្តែរត់លឿនជាងប្រុសទៀតប្រុសនឹងរត់បានតែមួយផ្លែដល់នោះគ្នាទៅហោបាត់ហើយមានសរត់តាមជនសង្ស័យនឹងមកគិតពីក្រោយរហូតឡើងអាប៉ែនឹងធ្លាក់អណ្ដាតហ្នឹងចុងក្រោយក៏ដួលផ្កាមុខដោយសារស្នាដៃស្អាតណាអាប៉ែនឹងថងថាដូចជាសភាពបរោះដែរបន្ទាប់ពីងើបពីដីហើយនឹងក៏ដេញមានសរនៅឲ្យចាក់ចាញ់ទៅព្រោះតែគេនឹងមិនអាចវាយមនុស្សស្រីក៏ដូចជាកូនក្មេងបានទេតែមានសរក៏នៅតែតាំងចំហត្រែនឹងប្រាប់ទៅកាន់គេថាខ្ញុំប្រាប់ថាឲ្យមកទីនេះអាប៉ែនឹងក៏បានអួតកណ្ដាប់ដៃប្រាប់នាងថាគេបានរៀនបដាសេរីចាបានបដាសេរីរបស់គាត់មែនចូលមកមិនទាន់ដល់ខ្លួនរបស់មានសរផងមកក៏ភ្លើងឆក់ត្រឺតពេញហ្នឹងជនសង្ស័យនឹងត្រូវបានឆក់ឡើងស្លើហើយហ្នឹងទើបឃើញថាលបងពីរនាក់នេះឡើងមកដល់ខាងលើហ្នឹងដល់ខាងប៉ែនឹងដួលខ្ពស់ស្លើផ្នែកទាំងដីចឹងហើយហ្នឹងពូរយកណាក៏បានសួរនាងថាមានអីកើតឡើងដល់មានសរនឹងលើកបន្លាត់ចេញមកហ្នឹងពូនឹងឡើងច្រឡោតដាក់នាងតែម្ដងព្រោះថាប៉ូលីសនឹងមកគូវាយជនសង្ស័យអីចឹងខ្លាចគេប្តឹងចឹងណាតែពេលដែលមានសរនឹងលើកកំភ្លើងឆក់ឲ្យគាត់មើលមួយទៀតហ្នឹងគាត់ឡើងឲ្យមេដៃនាងហ្មងជនសង្ស័យនឹងគ្មានណាគេឆ្ងាយទេគឺមនុស្សតារានឹងឯងគឺជាមីនស៊ីចនឹងឯងចំណែកខាងប្រធានក្រុមនេះវិញហ្នឹងក៏សង្កេតឃើញថាដូចជាមានអីនៅក្រោមតុអោនមើលទៅនឹងពិតជាឃើញមានបំណែកមួយនៅក្រោមតុហ្នឹងមែនឃើញបំណែកហ្នឹងហើយហ្នឹងគាត់ក៏សន្និដ្ឋានថាយប់មិញហ្នឹងច្បាស់ជាមានការបដិបត្តិគ្នារវាងកាំងមិនចេជាមួយនឹងជនមិនស្គាល់មុខម្នាក់ទៀតទេលើសន្និដ្ឋានរឿងហ្នឹងហើយហ្នឹងគាត់ក៏ទាញទូរស័ព្ទមកថតរូបតុរួចហើយហ្នឹងគាត់ក៏បានខលទៅផាន់ស៊ីកតែគ្រាន់តែងើបក្បាលឡើងមកហ្នឹងគាត់ក៏អុកចំណាតុកហ្នឹងមកទំហឹងភោអញ្ចឹងហើយគាត់ក៏លាន់មកថាអូស៊ីតគាត់ឈឺក្បាលអញ្ចឹងណាលបងផាន់ស៊ីកនេះគឺគាត់ពីផាសសាហាវខ្លាំងមែនតែម្ដងនៅពេលគ្រប់គ្នានឹងសួរថាតើប្រធានក្រុមនិយាយអីគេគាត់អត់មានកាត់អត់មានអីទេគឺដាក់មកទាំងដុលតែម្ដងថាប្រធានក្រុមមកនិយាយថាអូស៊ីតសាហ្មងបន្ទាប់ពីហ្នឹងទៅពូរីយកណាក៏បានសួរចម្លើយក៏ដូចជាឲ្យជនមីនស៊ីកហ្នឹងទៅសេណាអ្វីគ្រប់យ៉ាងដែលគេបានធ្វើនឹងមិនបានធ្វើនៅកន្លែងរបស់លីមដងអ៊ីលនោះរួមទាំងពេលដែលគេទៅដល់និងពេលដែលគេចាក់ចាញ់ជនមីនស៊ីកហ្នឹងក៏ល្ងើថាគេនឹងមិនបានធ្វើអីច្រើនទេដល់ឃើញគេទៅសេដូចជាមិនចាញ់អីសោះតែម្ដងហ្នឹងពូរីយកណាក៏លេងសើចណាស់ដែរដែលប្រាប់ថាបើសិនជាគេចាំអីមិនបានហ្នឹងឲ្យតែអង្គុយនៅលើកៅអីនោះទៅដែលកៅអីហ្នឹងគឺគេហៅថាកៅអីគិតហ្នឹងហើយចាកៅអីហ្នឹងគឺសល់ពីក្មេងៗមកដែលគ្រូគេទៅសេថាគិតមួយវិនាទីសិនលោកពូរីយកនិយាយហើយនឹងចេញមកវិញបាត់ហ្នឹងកូននឹងពិតជាទៅអង្គុយនៅលើកៅអីហ្នឹងមែនជឿចាស់មែនល្អខ្លាំងណាស់ចំណែកពូរីយកណែវិញក៏ត្រូវប្រធានក្រុមអង្គុយមើលមុខឡើងថ្លែដោយសារតែចាប់មីនស៊ីកហ្នឹងចាប់មកហើយចាប់ទៀតណាគាត់នៅតែអាងប្រាប់ក្រុមឡោកនឹងថាមីនស៊ីកហ្នឹងគួរឲ្យសង្ស័យណាស់ហើយមូលហេតុដែលគាត់ថាមីនស៊ីកហ្នឹងគួរឲ្យសង្ស័យនោះដោយសារតែមីនស៊ីកហ្នឹងបានខ្ចីលុយពីដងអ៊ីលហ្នឹងប្រហែល1លានវ៉ុនប៉ុន្តែ1ភាគ10នៅក្នុងចំនួនលុយ1លានវ៉ុននោះគឺនៅក្នុង voucher ទេគេខ្ចីលក្ខណៈថា voucher យកទៅទិញនេះទិញនោះអីអញ្ចឹងដឹងលឺរឿងហ្នឹងហើយហ្នឹងប្រធានក្រុមក៏បានសួរទៅកាន់ពូរីយកហ្នឹងថាប៉ូលីសសង្កេតមកតើលោកក៏មិនគួរផ្ដោតដំណើរខ្ញុំមុនទេអីហើយចម្លើយរបស់ពូរីយកហ្នឹងដូចពីមុនអញ្ចឹងគាត់ថាគាត់នឹងផ្ដោតដំណឹងឲ្យដែរប៉ុន្តែគាត់ក៏គិតថាគាត់គួរតែចាប់គេមុនសិនអញ្ចឹងទៅមកស្មាននឹងគាត់ប្រាប់គេតារាហ្នឹងតែលើកនេះហើយប្រធានក្រុមយុប៊ីណាមើងមាត់ជាងរាល់ដងក៏បានប្រាប់ទៅកាន់គេថាលោកគួរតែផ្ដោតដំណើរខ្ញុំដឹងមុនសិនបើសិនជាមានរឿងនេះហើយកាត់ឡើងម្ដងទៀតខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយពូរីយកក៏តបមកវិញតែមិនសូវពេញចិត្តនឹងថាខ្ញុំយល់ហើយសម្រាប់រឿងរបស់ជនមីនស៊ីកប្រធានក្រុមយុប៊ីណាក៏សម្រេចបញ្ចប់តែម្ដងទៅក៏ប្រាប់កងក្រុមរបស់គាត់ឲ្យដាក់ស្នាដៃការសម្រាប់តែការចោទប្រកាន់ដែលមានស្រាប់របស់ជនមីនស៊ីកនឹងទៅបានហើយបាច់មករៀបដាក់ចំពោះរឿងក្តីឃាតកម្មដែលកំពុងកាត់ឡើងលើនឹងទេពូរីយកក៏ប្រឆាំងភ្លាមតែម្ដងថាលោកកំពុងធ្វើអីគេគឺជាជនសង្ស័យសំខាន់របស់ពួកយើងត្រូវការការស៊ើបអង្កេតឲ្យបានហ្មត់ចត់យុប៊ីណាតបទៅគាត់វិញមកឃ្លាយ៉ាងខ្លីថាបើចង់ធ្វើការស៊ើបអង្កេតគេយកផុសតាំងមកនិយាយរួចហើយគាត់ក៏ដើរចេញមកតោះឲ្យពូរីយកណាផ្លុំខ្យល់ចេញពីមាត់រ៉ាមមកខ្លាំងមែនតើលុះចូលដល់ថ្ងៃបន្ទាប់យុប៊ីនជាមួយនឹងមីនសហ្នឹងក៏បានមកសួរនាំចាំងថេសិចហ្នឹងពីរឿងរបស់កាំងមិនចេម្ដងទៀតចាំងថេសិចបានប្រាប់ប៉ូលីសថាតាមពិតទៅមុនមួយថ្ងៃដែលគេសម្លាប់ខ្លួននោះគេបានទូរស័ព្ទមកខ្ញុំគេបាននិយាយថាគេតស៊ូខ្លាំងណាស់បន្ទាប់ពីការហេតុនោះគេគឺជាក្មេងគំនិតខ្លីណាស់ហើយនឹងធ្វើអ្វីតាមតែគេចង់ទេប៉ុន្តែតាមពិតទៅគេសុភាពរៀបសារណាស់ចាំងថេសិចហ្នឹងຕົកសិចខ្លាំងមែនតើគាត់ថាថ្ងៃនោះគាត់គួរតែជួបជាមួយនឹងកាំងមិនចេហ្នឹងតែគេចង់ផឹកស្រាប៉ុន្តែគាត់មិនអាចផឹកទេដោយសារតែគាត់កំពុងផឹកថ្នាំរុក្ខជាតិដល់ថេសិចហ្នឹងរៀបរាប់ចូលឡើងហ្នឹងយូប៊ីនោះក៏ចាប់ពីរត់បានថាអាឃ្លីដែលគេនិយាយមិញហ្នឹងគឺជាឃ្លីមួយនៅក្នុងសាច់រឿងដែលគាត់ធ្លាប់មើលចាំងថេសិចហ្នឹងក៏តថាគេក៏បានឃើញរឿងហ្នឹងដែរនៅពេលដែលមានការបញ្ចាំងពិសេសនោះនិយាយរួចហើយហ្នឹងគេក៏ពេបត្អូញត្អែថាមិនបានជាកាំងមិនចេហ្នឹងតែចោលគេចឹង
ប៉ុន្តែពេលដែលឃើញចាំងថេសិចនឹងយំបែបហ្នឹងយូប៊ីនណាមិនគិតតែគេនឹងខូចចិត្តនោះព្រោះចាំងថេសិចនឹងប្រាប់ពួកគេថាគេអត់ញ៉ាំបាយញ៉ាំទឹកអីទេដោយសារខូចចិត្តរឿងកាំងមិនចែនឹងស្លាប់នោះហើយប៉ុន្តែមែនតែនទៅហ្នឹងយូប៊ីនណាសង្កេតឃើញថាដៃរបស់គេនឹងមានប្រឡាក់ទឹកស៊ីអ៊ីវទៀតហើយតាមរយៈការប្រឡាក់ទឹកស៊ីអ៊ីវនៅកដៃរបស់គេហ្នឹងយូប៊ីនណាក៏អាចមិនដឹងថាគេអាចនឹងទៅញ៉ាំស៊ូស៊ីសម្រាប់អាហារថ្ងៃត្រង់ហើយទឹកស៊ីអ៊ីវនឹងអាចនឹងស្រក់ចូលនៅពេលដែលញ៉ាំនឹងដៃនឹងឯងហើយម្យ៉ាងវិញទៀតក៏សង្កេតឃើញថាខ្យល់ដង្ហើមរបស់គេនឹងគឺមានក្លិនប្រហើរដូច្នេះហើយច្បាស់ណាស់ក៏គិតថាគេបានញ៉ាំស្ករគ្រាប់ជីអង្ការមកនៅភោជនីយដ្ឋាននោះហើយប៉ុន្តែយ៉ាងណាមិញក៏មានសនិយាយឡើងថាគេនោះក៏មានផុសតាំងរឿងមាំដែរដោយសារតែមានមនុស្សជាច្រើនបានឃើញគេនៅកន្លែងបញ្ចាំងភាពយន្តបន្ទាប់ពីណាកាត់មកមើលឈុតនៅក្នុង office វិញម្ដងមានស្រីស្អាតម្នាក់នឹងចូលមករកពូរីយុកនឹងដល់ office នឹងហ្មងហ្នឹងហើយដោយសារតែពូរីយុកនឹងគឺជាអ្នកខលតាក់តងរកនាងដើម្បីសួរនាំពីរឿងរបស់ចាំងថេសិចនោះដោយសារតែនាងគឺជាលេខារបស់គេនាងបានឆ្លើយប្រាប់ប៉ូលីសថានាងបានធ្វើការចាំងថេសិចនោះហ្នឹងឯងតាំងពីពេលដែលគេនឹងចាប់ផ្ដើមបើកក្រុមហ៊ុនដំបូងមកម៉ែប៉ុន្តែនៅទីបំផុតហ្នឹងនាងធុញទ្រាន់នឹងគេហើយនាងក៏បានលាឈប់ទៅយូប៊ីនក៏បានសួរទៅកាន់ស្រីស្អាតនឹងថាហើយចុះកាំងមីនចែមានសត្រូវនៅក្នុងក្រុមហ៊ុនឬក៏អត់ចម្លើយរបស់នាងនឹងគឺភាគច្រើននៃបុគ្គលិកទាំងអស់នោះហើយគឺជាសត្រូវរបស់គាត់ហើយបើសួរថាតើចាំងថេសិចជាមួយនឹងកាំងមីនចែនឹងចុះសម្រងគ្នាឬក៏អត់ហ្នឹងស្រីស្អាតនឹងក៏ហ៊ានឆ្លើយថាចាំងថេសិចនឹងអត់ធ្មត់ជាមួយនឹងកាំងមីនចែខ្លាំងណាស់ព្រោះថាក្រុមហ៊ុនរបស់គាត់ទាំងមូលនឹងគឺត្រូវពឹងផ្អែកទៅលើកាំងមីនចែហ្នឹងហើយគ្រាន់តែលើយូប៊ីនប្រាប់ថាខ្ញុំលើថាពួកគេទាំងពីរនាក់ហ្នឹងដូចជាបងប្អូននឹងគ្នានោះស្រីស្អាតនឹងឡើងចង់អស់សំណើចាំដល់គ្រាន់តែលើពាក្យថាបងប្អូនហ្នឹងកាលតែនាងលើពាក្យហ្នឹងហើយហួសចិត្តហ្នឹងឯងព្រោះថាតាំងពីដើមឡើយនឹងពួកគេទាំងពីរនាក់ហ្នឹងថែមទាំងបានរស់នៅជាមួយគ្នានឹងមួយរយៈទៀតនោះហើយឆ្លងឆ្លើយជាមួយនឹងយូប៊ីនសុកហ្នឹងស្រីស្អាតនឹងក៏ងាកមកចាប់អារម្មណ៍ជាមួយនឹងពូរីយុកមកឃើញពូរីយុកនឹងបែកពណ៌ស្វាយពេញហ្នឹងអង្គុយទៅមុខយូប៊ីនទេប៉ុន្តែពេលដែលនិយាយនឹងសម្លឹងមុខពូរីយុករហូតនាងនិយាយបណ្ដានឹងសម្លឹងគាត់បណ្ដាចឹងទៅថានេះគឺជាអាចកំបាំងកំពូលណាប៉ុន្តែមិត្តភក្តិរបស់ខ្ញុំនៅ TMT នឹងបានប្រាប់ខ្ញុំថាកាំងមីនចែកំពុងរៀបចំផែនការដើម្បីលុបកិច្ចសន្យាជាមួយនឹង JMT ដើម្បីទៅធ្វើការឲ្យ TMT វិញចំណុចនេះក៏ធ្វើឲ្យយូប៊ីនណាគិតថាបើសិនជាបែបនោះពិតមែនចាំងតែសិចញ៉ាច្បាស់ជាធ្លាក់ទឹកជ្រៅហើយស្រីស្អាតនឹងក៏នៅតែដៀងភ្នែកមើលប្រុសចាស់របស់យើងនឹងមិនឈប់ទាំងតែពូរីយុកនៅវិញក៏ធ្វើចរិតប្រុសស្អាតណាស់ដែរហើយនាងក៏បាននិយាយទៅកាន់ពូរីយុកថាដរាបណានៅពេលដែលខ្ញុំមកបានបង្ហាញមុខហើយហ្នឹងលោកត្រូវតែរក្សាការសន្យារបស់លោកហើយញ៉ាំអាហារជាមួយខ្ញុំមកពេលទៅប៉ូលីសសឹមកេតមកអូយឡើងឡើយយូប៊ីនហ្នឹងក៏ឡើងសប្រៃខ្លាំងមែនតើពេលដែលលើនាងសុំពូរីយុកហ្នឹងទៅញ៉ាំបាយជាមួយនឹងនាងនោះប៉ុន្តែពូរីយុកនេះលេងចរិតសាហាវខ្លាំងមែនតើខ្លួនចាស់ហើយហ្នឹងក៏តបទៅកាន់នាងវិញថាខ្ញុំបានញ៉ាំហើយមើលយូប៊ីនហ្នឹងងាកខ្វាច់មកពេលមកដល់ខាងស្រីស្រីសានហ្នឹងក៏តបទៅគាត់វិញថាប៉ុន្តែខ្ញុំចង់ញ៉ាំឥឡូវនេះហើយពូរីយុកហ្នឹងលេងចរិតសាហាវខ្លាំងមែនតើធ្វើដូចខ្លួនឯងនឹងប្រុសក្មេងហើយស្រីសានហ្នឹងសុទ្ធតែវាយភ្នែកដាក់គាត់ទៀតណាអើយអ្នកទី3របស់យើងនៅវិញនិយាយពីថាងាកទៅងាកមកញ៉ាំញ៉ាំជួគេនេះលោកចេញបញ្ចូលជាមួយនឹងស្រីសានហ្នឹងហើយហ្នឹងមិនដឹងថាយូប៊ីនហ្នឹងគិតអីទេសេតតែមកបបួលមីនសហ្នឹងតែមើលកូនមួយគាត់ហើយបបួលគេតែមើលរឿង300ថ្ងៃសារភាពស្នេហ៍ទៀតពីអ្នកនេះនៅក្នុង office ហ្នឹងលើចង់ឲ្យនឹងសប្រៃខ្លាំងមែនតើហើយគាត់ក៏ប្រាប់ថាគាត់តែចាំនៅក្នុងឡានមុននេះហើយក៏ដើរចេញទៅបាត់មីនសក៏ល្អូល្ងើនឹងថាគេគិតថាខ្ញុំនឹងចិត្តងាយណាស់មែននិយាយតែមាត់ចឹងទេប៉ុន្តែទាញសប្រៃមកបាញ់សក់អីណាណីនេះហើយលទ្ធផលចុងក្រោយមកដល់រងកុនជាមួយនឹងគេមែនតែចូលដល់នីតិនេះភាគនេះគឺស្លេះត្រឹមតែប៉ុណ្្នឹងឯណាហើយបើចង់ដឹងថាមិនបានជាមេក្រុមយូប៊ីនហ្នឹងសុកហើយបបួលកូនក្រុមមកមើលកូនអញ្ចឹងហ្នឹងចាំមើលនៅក្នុងភាគក្រោយនេះប៉ុន្តែមុននឹងចុចបិទសម្រាប់អ្នកដែលមិនទាន់ជួយចុច Subscribe នៅលើ Channel របស់ខ្ញុំកុំភ្លេចជួយចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូរឿងថ្មីៗណអញ្ចឹងអរគុណទុកជាមុនណាបាយបាយ